ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីមិត្តរួមអ្នកនរគ្នាខ្ញុំបាទឈ្មោះមកសដាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញតើតើនឹងការប្រើប្រាស់param ហើយនិង query នៅក្នុង Node.js ទៅដល់អ្នកនរគ្នាអញ្ចឹងparam ហើយនិង query ហ្នឹងវាប្រើប្រាស់ដើម្បីrequest data ចេញពី URL ទៅពេលយើងបញ្ចូល data URL ហ្នឹងវា request ដើម្បីយកមកប្រើប្រាស់អញ្ចឹង param និង query វាខុសគ្នាត្រង់ param យើងប្រើ flash ហើយនិងសញ្ញា72ដើម្បី request data ហើយនឹង query យើងប្រើសញ្ញា for ហើយនឹងសញ្ញា and ដើម្បី request data អញ្ចឹងឥឡូវហ្នឹងមុននឹងធ្វើការបង្ហាញទៅ param ហើយនឹង query យើងធ្វើការ fan up project Node.js សិនអញ្ចឹងប្រើ app.js មួយមកតមកខ្ញុំទៅឡើង packet មួយឈ្មោះ json.packet អញ្ចឹងខ្ញុំប្រើ npm init .y តមក enter ចឹងបន្ទាប់ពីខ្ញុំទៅឡើង packet.json បានហើយខ្ញុំធ្វើការទៅឡើងទាក់ទងនឹង library 2ដែលមានឈ្មោះថា express ហើយនិង nodemon ចឹងខ្ញុំប្រើ npm express nodemon express npm i express ហើយនិង nodemon តមកវាកំពុងតែដំណើរការរងចាំពេលបន្តិចមកចឹងតទៅពីយើងទៅឡើងបានហើយវាចេញជាមួយ node.1 URL យើងហើយ package log.json របស់យើងមួយទៀតចឹងយើងចូលទៅមើលក្នុងហ្នឹងឃើញ express និង nodemon ហើយតមកយើងធ្វើការប្រើប្រាស់ nodemon library ដែលយើងបានទៅឡើងមិញហ្នឹងយើងប្រើ start មកតមកយើងឲ្យដាក់ file nodemon របស់យើងហើយនឹងដាក់ file project របស់យើងចូលមកចឹងបន្ទាប់មកយើងចូលទៅកាន់ app.js របស់យើងហៅ express library ដែលយើងបានទៅឡើងមិញហ្នឹងយើងប្រើ con មកទៅមក express ហើយយើងប្រើ require មក require ដូចជា fake ខុសហើយ require ដូចជា requui require ដូចជា fake ខុសចឹង save ម្ដងទៀត require UI or e ដល់មកខ្ញុំប្រើសញ្ញាវងកញ្ចក់មកដល់មកខ្ញុំហៅ express ចឹងតទៅពីហៅ library express ហើយខ្ញុំប្រើ con មួយទៀតមកខ្ញុំតាំង variable app ដើម្បីប្រើ express មួយហ្នឹងចឹងប្រើ express ហើយសញ្ញាវងកញ្ចក់ចឹងខ្ញុំប្រើ variable មួយទៀតតាំង port ដែលយើងចង់ run ខ្ញុំប្រើ port 3000តមកយើង run port របស់យើងដែលបានតាំងមិញហ្នឹងចឹងខ្ញុំប្រើ app .listen មកតមកយើងហៅ variable port ចូលយើងបោះ port ចូលហើយយើងដាក់ function មួយមកចឹងខ្ញុំប្រើ console log ដើម្បីបង្ហាញនៅក្នុង terminal ចឹងងាយស្រួលក្នុងការ run port របស់យើងមិនចាំបាច់ទៅ save ពីម្ដងនៅក្នុង browser ទេចឹងខ្ញុំប្រើ server require server running ចំណាំអ្នកគ្នាខ្ញុំទោះផង server running.add ហើយ localhost http ចឹងលុបម្ដងទៀតចឹង http /2 localhost 2មកហៅport របស់យើងចូល variable port ដែលយើងបានតាំង port 3000 មិញហ្នឹងហើយចូលមកតមកយើងចង់ដឹងថា server របស់យើងបាន run ហើយនៅចឹងខ្ញុំ test វាសិនខ្ញុំប្រើ app របស់យើងមកហើយប្រើ function get ហើយយើងប្រើ /request ហើយនឹង response ចឹងខ្ញុំប្រើ function ហើយខ្ញុំប្រើឲ្យវា send ទៅកាន់ browser តមក request send មក response send សូមតើអ្នកនរគ្នាហើយខ្ញុំឲ្យវាទៅកាន់ welcome ចឹងខ្ញុំសាក run មើលចឹងដើម្បី run បានយើងប្រើ npm start
ចឹងវាកំពុងតែ run server ចឹងយើង click ទៅលើ server ហ្នឹងមកចឹងវាចេញ hello ប្រាប់ទៅកាន់អ្នកគ្នាហើយចឹងវាបង្ហាញថា server របស់យើងបាន running ហើយចឹងវា work ហើយអ្នកគ្នាចឹងយើងប្រើ param មកចឹងជាម្ដងទៀត param យើងប្រើដើម្បី request ពី URL ហើយយើងប្រើ flash ដើម្បី request វាចឹងដើម្បីប្រើប្រាស់ param បានយើងប្រើ app តបមកយើងប្រើ function get ដូចគ្នាដែរហើយយើងប្រើ flash user flash ចឹងដោយសារតែខ្ញុំចង់ឧទាហរណ៍ first name last name យកបដ ாய் ចឹងខ្ញុំលុបវាចេញម្ដងទៀតខ្ញុំ clear វាចេញម្ដងទៀតហើយខ្ញុំ first name ដែលជា variable របស់វាហ្នឹងខ្ញុំតាំងបដូរពី user ទៅជា first name វិញចឹងខ្ញុំតាមមក first name បន្ទាប់មកកន្លែងសញ្ញាចុច2ហើយ first name ហ្នឹងគឺជាកន្លែងដែលយើងបញ្ចូល data របស់យើងហ្នឹងបញ្ចូលទៅកាន់កន្លែង first name មួយហ្នឹងចឹងយើងប្រើ first name ចុច2 first name ហើយយើងប្រើ last name ចុច2 last name ចឹងយើងប្រើ request ហើយនឹង response request តមក response ហើយបន្ទាប់មកយើងប្រើសញ្ញាសួរចឹងបន្ទាប់ពីយើងបានតាំងvariable វាហើយចឹងឥឡូវយើងធ្វើការប្រើ con ដើម្បី request តាម param ចឹងយើងប្រើ variable មួយ con តមកខ្ញុំប្រើ first name ប្រើ boss មួយ first name តមកខ្ញុំធ្វើការ request វាតាមរយៈ param ហើយខ្ញុំហៅ variable ចូលតមកខ្ញុំប្រើ con last name តមកខ្ញុំប្រើ request ដូចគ្នាហើយខ្ញុំប្រើ param ហើយខ្ញុំប្រើ last name តមកខ្ញុំធ្វើការ run វាដោយយើងធ្វើការ send វាទៅកាន់ browser ចឹងប្រើ request response តមក send តមកហៅឈ្មោះ variable របស់យើងចូលមិញហ្នឹងដែលយើងបានតាំង con មិញហ្នឹងចឹងដាក់អញ្ចឹងវារៀងពិបាកមើលខ្ញុំធ្វើការ clear វាបន្តិចសិនចឹងខ្ញុំប្រើសញ្ញាស្នែងកបីហើយខ្ញុំប្រើ first name ដើម្បីតាំងវាហើយខ្ញុំហៅ variable វាចូលមកហើយ last first name បន្ទាប់មកហើយfirst name ហ្នឹងគឺជា variable ដែលយើងបានតាំងមិញហ្នឹងយើងហៅវាចូលមកចូលកន្លែង fan ហ្នឹងវា fan ទៅកាន់ browser អញ្ចឹងយើងហៅ last name មួយទៀតមកអញ្ចឹង last name បន្ទាប់មកយើងធ្វើការតេស្តទាំងអស់គ្នាអញ្ចឹងយើងវាយនៅក្នុងកន្លែងURL របស់ browser យើងវាយមកយើងវាយ first name ដែលជា variable យើងបានតាំងមកតមកតម្លៃបន្ទាប់តម្លៃហ្នឹងកន្លែងចុចពី first name ហ្នឹងយើងចង់បញ្ចូលឥឡូវខ្ញុំឧទាហរណ៍បញ្ចូល key u តមកខ្ញុំ flash មួយទៀតខ្ញុំមក last name តមកខ្ញុំប្រើ flash មួយទៀតបញ្ចូលតម្លៃរបស់ខ្ញុំចូលអញ្ចឹងខ្ញុំចង់ដាក់ key u ដែរអញ្ចឹងខ្ញុំ enter មកក៏វាចេញ result first name key u last name ដែរអញ្ចឹងវាដំណើរការឲ្យតទៅនឹងការ request តាមរយៈ param មួយហ្នឹងអញ្ចឹង request តាមរយៈ param គឺយើងប្រើ flash ដើម្បី request វាហើយវាចេញមកជា array ដែលខ្ញុំបានតាំងនៅក្នុង response ហ្នឹងអញ្ចឹងខ្ញុំអត់ចង់ប្រើតាមវិធីហ្នឹងទេដោយសារតែវាត្រូវការរយៈពេលយូរចឹងខ្ញុំប្រើតាមវិធីមួយទៀតដោយវាមានឈ្មោះថា restructuring ចឹងខ្ញុំប្រើ con មកចឹងខ្ញុំប្រើសញ្ញាស្នែងកបី first name last name ចូលជាមួយគ្នាមកហើយខ្ញុំឲ្យវា request តាមរយៈ param តែមួយអញ្ចឹងវាកាត់បន្ថយពេលវេលារបស់យើងកុំឲ្យចំណាយពេលយូរក្នុងការ save កូដពី line ទៅមួយ line អញ្ចឹងប្រើ request ហើយ param អញ្ចឹងខ្ញុំ run វាម្ដងទៀតអូខេវាអត់មាន error ទេអញ្ចឹងមានន័យថាការប្រើតាមរយៈ restructuring ហ្នឹងវាដំណើរការហើយអញ្ចឹងបន្ទាប់ពីខ្ញុំបង្ហាញតាក់ទងនឹង param ទៅដល់អ្នកទាំងអស់គ្នាហើយខ្ញុំមកបង្ហាញតាក់ទងនឹង query វិញម្ដងអញ្ចឹង query ដោយអ្នកគ្នាបានដឹងតាំងពីមុនដំបូងខ្ញុំបង្ហាញហ្នឹង query យើង request វាតាមរយៈសញ្ញាសួរហើយនឹង and ដោយសញ្ញាសួរយើងប្រើបន្ទាប់ពី variable ហើយយើងបញ្ចូលតម្លៃហើយ and យើងចង់ and យើងចង់ភ្ជាប់ variable 2អញ្ចឹងខ្ញុំប្រើ app មកហើយ get function តោះមកខ្ញុំប្រើ user ខ្ញុំ request first name last name ដូចគ្នាក៏ប៉ុន្តែយើងប្រើខុសគ្នាត្រង់ថាកន្លែងតាំង flash ហ្នឹងអញ្ចឹងខ្ញុំតាំង flash user វិញហើយដល់មិនចាំបាច់ប្រើ flash ពីបេតុងទេ
ចឹងខ្ញុំប្រើ request ហើយនឹង response ដូចគ្នាមក request response function តមកខ្ញុំតាំង con ដូចគ្នាដូចទៅនឹង param ដែរអញ្ចឹងខ្ញុំប្រើ con ខ្ញុំប្រើ destructuring យកតែម្ដង define តែកុំឲ្យចំណាយពេលយូរអញ្ចឹង first name last name ឲ្យវា request តាមរយៈ param តាមរយៈ query កន្លែងហ្នឹងយើងឲ្យវា request តាមរយៈ query វិញអញ្ចឹងខ្ញុំឲ្យវា response ហើយយើង send ទៅកាន់ browser អញ្ចឹង response មកហើយ send តមកខ្ញុំដាក់ជា array ដូចគ្នាអញ្ចឹងខ្ញុំប្រើ first name តមកហៅ variable ចូលហើយខ្ញុំប្រើ last name តមកហៅ variable ចូលអញ្ចឹងបន្ទាប់ពីហើយខ្ញុំធ្វើការ run ទាំងអស់គ្នាអញ្ចឹងខ្ញុំកន្លែង browser នៅលើ URL នៅលើ browser ហ្នឹងខ្ញុំបដូរពី flash ទៅជាសញ្ញាសួរវិញអញ្ចឹងជាដំបូងខ្ញុំដាក់ flash មក user ដែលខ្ញុំបានតាំងហ្នឹងតមកខ្ញុំសញ្ញាសួរមកដោយសារវាខុសគ្នាត្រង់ flash ហើយនិងសញ្ញាសួរដោយ param យើងប្រើធ្វើ flash query យើងប្រើសញ្ញាសួរអញ្ចឹងខ្ញុំប្រើសញ្ញាសួរ first name តមកយើងបញ្ចូលតម្លៃមកអញ្ចឹងខ្ញុំដាក់ key u អញ្ចឹងបន្ទាប់ពីយើងដាក់ first name ហើយយើងបញ្ចូល last name វិញម្ដងអញ្ចឹងដើម្បីបញ្ចូល last name យើងប្រើសញ្ញា n តមក last name ហើយយើងប្រើស្មើមកតម្លៃរបស់យើងចង់បញ្ចូលអញ្ចឹងខ្ញុំដាក់ដាមកអញ្ចឹងខ្ញុំ enter វា error ដោយសារតែកន្លែង flash user ហ្នឹងខ្ញុំដាក់ខុសដោយសារតែនៅក្នុង code ហ្នឹងខ្ញុំដាក់ flash user ហ្នឹងអត់មាន s ទេអញ្ចឹងនៅខាងក្រៅខ្ញុំដាក់ flash user មាន s អញ្ចឹងវា error អញ្ចឹងខ្ញុំទៅថែម s ឲ្យ flash user មួយនេះ s មួយមកបន្ទាប់មកខ្ញុំទៅ run វាម្ដងទៀតអញ្ចឹងវាចេញតម្លៃឲ្យហើយ first name key u last name ដែរអញ្ចឹងការ request តាក់ទងនឹង query គឺយើង request តាមរយៈសញ្ញាសួរហើយនិងសញ្ញា n អញ្ចឹងសរុបឡើងវិញការ request តាក់ទងនឹង query ហើយនិង param យើង request តម្លៃចេញពី URL ហើយយើង request តាមរយៈ param យើងប្រើ flash ហើយ request តាមរយៈ query យើងប្រើសញ្ញាសួរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណទៅដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងបើមានចម្ងល់អីអាច comment នៅខាងក្រោម below section សូមអរគុណ Thank you